គេខ្លះឲ្យតែមកពីរៀនឬមួយក៏ធ្វើការវិញមានអារម្មណ៍ថានឿយហត់អស់កម្លាំងអត់ដឹងខ្លួនឯងគួរតែធ្វើអីហើយមានអារម្មណ៍ថាចង់តែគេងអត់ចង់ធ្វើអីទាំងអស់ហើយការគេងហ្នឹងគឺជាក្តីសុខខ្លាំងបំផុតពេលខ្លះសំបីតងូតទឹក skin care អានសភៅអភិវឌ្ឍខ្លួនធ្វើកិច្ចការសាលាឬមួយក៏ធ្វើការងារអីបន្ថែមទៀតហ្នឹងគឺអត់ចង់ធ្វើទាំងអស់ពីព្រោះថាមានអារម្មណ៍ថាអត់ដឹងថាធ្វើដើម្បីអីអត់មានកម្លាំងចិត្តហើយអត់មានគោលដៅនៅក្នុងជីវិតទៀតអញ្ចឹងពេលផឹកឡើងវិញបើកភ្នែកម្ដងគឺពិបាកខ្លាំងមែនតើចូលធុញថប់អត់ដឹងថាខ្លួនឯងងើបមកដើម្បីអ្វីតើអ្វីគឺជាអត្ថន័យនៃជីវិតអញ្ចឹងប្រសិនជាអ្នកទាំងអស់គ្នាកំពុងតែមានអារម្មណ៍ថាអត់ដឹងថាខ្លួនឯងចង់បានអ្វីនៅក្នុងជីវិតតើយើងកើតមកដើម្បីអីនេះសង្ឃឹមថាវីដេអូមួយនេះគឺអាចជួយអ្នកទាំងអស់គ្នាបានតើយើងធ្វើបែបណាទើបដឹងថាគោលដៅក្នុងជីវិតរបស់យើងនឹងគឺជាអ្វីពីព្រោះថានៅពេលណាដែលយើងមានគោលដៅនៅក្នុងជីវិតគឺយើងងាយស្រួលនៅពេលដែលយើងក្រោកពីគេងពីព្រលឹមឡើងយើងមិនចាំបាច់ត្រូវអស់ខ្លួនឯងប្រាប់ថាអូយម៉ោងរោហើយខ្ញុំត្រូវតែងើបហើយមួយវិញទៀតហ្នឹងពេលដែលយើងមកដល់ផ្ទះវិញយើងអត់មានអារម្មណ៍ថាអូខ្ញុំត្រូវទៅចូលគេងខ្ញុំហត់ហើយខ្ញុំអត់ចង់រៀនសូត្របន្ថែមខ្ញុំអត់ចង់អភិវឌ្ឍខ្លួនបន្ថែមទៀតទេពីព្រោះថាយើងដឹងថាគោលដៅយើងជាអ្វីហើយធ្វើបែបណាទើបយើងទៅសម្រេចគោលដៅនោះប៉ុន្តែត្រឡប់មកកាន់សំណួរសំខាន់របស់យើងវិញតើធ្វើបែបណាទើបយើងអ្នកដឹងថាអូគោលដៅក្នុងជីវិតរបស់យើងគឺជាអ្វី personal vision personal mission របស់យើងបេសកកម្មរបស់យើងគឺជាអ្វីខ្ញុំទទួលស្គាល់ថាពេលខ្លះកាលពីខ្ញុំនៅក្មេងហ្មងក៏ខ្ញុំអត់ទាន់ដឹងដែរហើយពេលខ្លះសូម្បីតែខ្ញុំដឹងហើយក៏ខ្ញុំមានពេលខ្លះខ្ញុំរៀងថាអូខ្ញុំខ្ជិលដែរខ្ញុំចង់គេងដែរខ្ញុំចង់គេងយូររូបមួយក៏ខ្ញុំនៅធ្វើការដល់យប់ជ្រៅអញ្ចឹងទៅខ្ញុំអត់ចង់ងើបពីព្រលឹមអីចឹងទៅឬក៏យប់ខ្លះមានអារម្មណ៍ថាអូខ្ញុំចង់ចូលគេងមុនអីចឹងទៅក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺយើងដឹងខ្លួនឯងថាអូនេះគឺជាគោលដៅរបស់ខ្ញុំហើយបើសិនជាយើងដើររៀងវាចផ្លូវបន្តិចគឺយើងលើកខ្លួនឯងមកវិញឲ្យត្រូវផ្លូវវិញវាចនឹងមានថាម៉េចឧទាហរណ៍ខ្ញុំចំណាយពេលវេលាអស់មើលទូរស័ព្ទអីចឹងដែលយើងអត់បានចំណាយពេលវេលាហ្នឹងតែអភិវឌ្ឍខ្លួនអញ្ចឹងគឺយើងនឹកឃើញភ្លាមៗហ្មងថាអូអត់បានទេខ្ញុំដល់ពេលដែលខ្ញុំត្រូវអភិវឌ្ឍខ្លួនឯងហើយប៉ុន្តែសំណួរចម្បងសំខាន់របស់យើងត្រឡប់មកវិញនោះគឺសួរថាតើយើងធ្វើបែបណាទើបយើងខ្លួនឯងនេះដឹងថាគោលដៅរបស់យើងគឺជាអ្វីហើយខ្ញុំទទួលស្គាល់ថាមនុស្សយើងម្នាក់ជួនកាលយើងអត់ទាន់មានគោលដៅជួនកាលយើងមានគោលដៅហើយជួនកាលគោលដៅដែលយើងមានហើយនឹងអាចថាអូយើងកែប្រែតិចតួចហើយជួនកាលទៀតហ្នឹងគឺយើងសម្រេចគោលដៅនឹងហើយអញ្ចឹងគឺយើងមានគោលដៅធំជាងនឹងបន្ថែមទៀតអញ្ចឹងទៅក៏ប៉ុន្តែជួនកាលគោលដៅខ្លះគឺធំខ្លាំងពេកដែលអាចថាអូយើងអត់ឲ្យយើងសម្រេចបានអត់ទេប៉ុន្តែត្រឡប់មកវិញសួរថាធ្វើមិនទើបយើងខ្លួនឯង reflect ដឹងថាគោលដៅរបស់យើងនៅក្នុងជីវិតគឺជាអ្វីពីព្រោះថាពេលខ្លះយើងអត់ដឹងយើងត្រូវធ្វើអីឲ្យប្រកបដោយសារអត់ដឹងថាខ្លួនឯងចង់បានអីអត់ដឹងថាខ្លួនឯងមានគោលដៅអីចំណុចនោះគឺថាសម្រាប់ខ្ញុំផ្ទាល់នេះខ្ញុំសូមចែករំលែកពីបទពិសោធន៍របស់ខ្ញុំហើយបងប្អូនពុំមានទាំងអស់គ្នាប្រហែលជាមានបទពិសោធន៍ផ្សេងៗដែលអាច comment នៅខាងក្រោមនេះបានបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺដោយសារតែខ្ញុំចូលរួមកម្មវិធីផ្សេងៗហើយខ្ញុំចូលចិត្តសរសេរ journal ធ្វើ reflection ទៅលើជីវិតខ្លួនឯងអញ្ចឹងខ្ញុំចាំថានៅពេលដែលខ្ញុំរៀនថ្នាក់ទី11គឺខ្ញុំបានទៅកម្មវិធី STEM Fair នៅប្រទេសម៉ាឡេស៊ីហើយពេលហ្នឹងគឺគេសួរថាតើខ្ញុំមកពីប្រទេសណាហើយខ្ញុំប្រាប់ថាខ្ញុំមកពីប្រទេសខ្មែរហើយគេអត់ស្គាល់ប្រទេសយើងពេលហ្នឹងដោយសារសូមបញ្ជាក់អ្នកទាំងអស់គ្នា10ឆ្នាំជាងហើយអញ្ចឹងពេលហ្នឹងធ្វើឲ្យខ្ញុំដឹងថាគោលដៅក្នុងជីវិតរបស់ខ្ញុំគឺខ្ញុំ bring Cambodia to the international stage ខ្ញុំចង់ឲ្យគេស្គាល់ពីប្រទេសខ្មែរយើងដឹងថាខ្មែរយើងបកកែខ្មែរយើងឈរលើឆាកអន្តរជាតិបានជាពិសេសគឺតាមរយៈការអប់រំនេះគឺខ្ញុំរកឃើញគោលដៅខ្លួនឯងខ្ញុំសំណាងដែលខ្ញុំបានរកឃើញគោលដៅខ្លួនឯងដោយសារតែខ្ញុំជួបបទពិសោធន៍មួយហ្នឹងហើយពេលដែលខ្ញុំមកដល់ផ្ទះវិញគឺខ្ញុំចាំថាតាំងពីក្មេងមកអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តសរសេរ journal ខ្លាំងមែនតើហើយ planner ហ្នឹងអញ្ចឹងគឺខ្ញុំបានសរសេរ journal ខ្លួនឯងហើយខ្ញុំក៏ដឹងថាអូនេះគឺជាគោលដៅរបស់ខ្ញុំនៅពេលដែលគេនិយាយថាគេអត់ស្គាល់ប្រទេសយើងគឺធ្វើឲ្យខ្ញុំឈឺចាប់អញ្ចឹងនេះសម្រាប់ខ្ញុំផ្ទាល់ជាឧទាហរណ៍ជូនអ្នកទាំងអស់គ្នាអញ្ចឹងសួរថាតើបងប្អូនទាំងអស់គ្នាអាចធ្វើមិនស្វែងរកគោលដៅខ្លួនឯងដែរបើសិនជាអត់ទាន់មានចំណុចទី1នោះគឺព្យាយាមចូលរួមនៅក្នុងកម្មវិធីឲ្យបានច្រើនហើយខ្ញុំជឿជាក់ថាសម្រាប់គ្នាយើងដែលគាត់ ambivert ដូចខ្ញុំមានថា introvert ខ្លះ extrovert ខ្លះឬមួយក៏បងផ្សេងទៀតដែលគាត់ introvert ហ្មងមានអារម្មណ៍ថាអូអត់ចង់ចូលរួមកម្មវិធីមានអារម្មណ៍ថាហត់ទៅពេលជួបមនុស្សចឹងទៅគឺអស់ energy ទៅខ្ញុំនឹងធ្វើវីដេអូផ្សេងចែករំលែកជូនតាក់ទងជាមួយនឹងប្រធានបទនេះប៉ុន្តែសូមសង្ឃឹមថាបងប្អូនទាំងអស់គ្នាគឺអាចចូលរួមទៅក្នុងកម្មវិធីណាដែលបងប្អូនទាំងអស់គ្នាពេញចិត្តស្រឡាញ់ចូលចិត្តឧទាហរណ៍ថាដូចខ្ញុំអញ្ចឹងឲ្យតែគេនិយាយតាក់ទងជាមួយនឹងវិស័យអប់រំ digital transformation ហ្នឹងគឺខ្ញុំស្រឡាញ់ហ្មងខ្ញុំពេញចិត្តនៅក្នុងការទៅរៀនតែម្ដងអញ្ចឹងនេះគឺជាការដែលយើងចូលរួមកម្មវិធីណាដែលយើងអភិវឌ្ឍខ្លួនឯងបានហើយយើងស្រឡាញ់ចូលចិត្តទៀតកុំឲ្យយើងមានអារម្មណ៍ថា training កុំឲ្យយើងមានអារម្មណ៍ថាយើងបង្ខំខ្លួនឯងដើម្បីទៅហើយការចូលរួមកម្មវិធីឬមួយក៏ការនិយាយជាមួយអ្នកដទៃជាច្រើនគ្នានោះគឺនឹងបង្រៀនយើងខ្លួនឯងសម្រាប់ខ្ញុំគឺខ្ញុំជឿហ្មងថា
ដើម្បីអាចអភិវឌ្ឍខ្លួនឯងបានគឺលុះត្រាតែមានមនុស្សជុំវិញខ្លួនដែលគាត់តែងតែគ្រប់គ្រងគាត់តែងតែផ្ដល់ដំបូន្មានផ្ដល់យោបល់មកកាន់ខ្ញុំដូចគ្នាដែរអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាគឺព្យាយាម interact with people ព្យាយាមនិយាយជាមួយមនុស្សឲ្យបានច្រើនស្គាល់មនុស្សឲ្យបានច្រើនចូលរួមកម្មវិធីផ្សេងៗដើម្បីឲ្យដឹងព័ត៌មានបន្ថែមទៀតរៀនសូត្របានបន្ថែមទៀតហើយអ្វីដែលកុំភ្លេចឲ្យសោះនោះគឺសរសេរ journal ចឹងអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំគឺខ្ញុំសរសេរទាំងនៅក្នុងសភៅបំណងផងទាំងក្នុងសភៅសរសេរ Harvard ផងទាំងក្នុងសភៅ Google ផងអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំសរសេរនៅក្នុងសភៅផ្សេងៗដើម្បីឲ្យខ្ញុំកាន់តែស្គាល់ខ្លួនឯងចឹងខ្ញុំបែងចែកថាអូសភៅនេះគឺខ្ញុំសរសេរតាក់ទងជាមួយនឹងរឿងបែបណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើ reflection ប្រចាំថ្ងៃក៏កាន់តែល្អទៀតអានឹងគឺអាចហៅថា journaling នឹងដែរអញ្ចឹងពេលដែលយើងសរសេរប្រចាំថ្ងៃទៅគឺយើងដឹងខ្លួនឯងថាថ្ងៃនេះយើងជួបអីគេខ្លះថ្ងៃនេះយើងបានបទពិសោធន៍អីគេហើយអ្វីដែលសំខាន់ទៀតហ្នឹងតើធ្វើឲ្យយើងមានអារម្មណ៍បែបណាពេលខ្លះហើយយើងត្រូវហ៊ានសូត្រពីអារម្មណ៍ខ្លួនឯងយើងតែងតែគិតពីអារម្មណ៍របស់អ្នកដទៃតែពេលខ្លះយើងភ្លេចគិតពីអារម្មណ៍ខ្លួនឯងអញ្ចឹងសួរខ្លួនឯងថាពេលដែលយើងជួបប្រទះរឿងទាំងអស់នេះតើធ្វើឲ្យយើងមានអារម្មណ៍បែបណាហើយ rationally បើសិនជាយើងអត់គិតពីអារម្មណ៍ទេតើយើងនឹងដោះស្រាយដោយបែបណាហើយយើងគិតថារឿងទាំងអស់ហ្នឹងបញ្ហាទាំងអស់ហ្នឹងនឹងជួយឲ្យយើងស្វែងរកខ្លួនឯងឃើញដែរអត់អញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងនៅក្នុងពេលដែលអ្នកទាំងអស់គ្នាជួបអ្នកណាម្នាក់ឬមួយក៏ចូលរួមកម្មវិធីណាមួយគឺអាចនឹងស្វែងយល់ពីខ្លួនឯងបន្តិចម្ដងរហូតដល់ដឹងថាអូគោលដៅរបស់យើងនឹងគឺជាអ្វីប៉ុន្តែបើយើងជួបហើយយើងទៅកម្មវិធីហើយយើងទុកចោលគឺយើងសរសេរទុកមូលហេតុអីបានជាយើងត្រូវសរសេរអ្នកទាំងអស់គ្នាខ្ញុំនិយាយតាមត្រង់ពេលខ្លះខ្ញុំអត់ចាំថាខ្លួនឯងម្សិលមួយថ្ងៃញ៉ាំបាយម្ហូបអីទេអញ្ចឹងពេលខ្លះមនុស្សយើងគឺអាចនឹងភ្លេចដោយសារតែយើងរវល់ការងារផ្សេងច្រើនអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុង process មួយថាអូចង់ស្វែងរកខ្លួនឯងចង់ដឹងគោលដៅខ្លួនឯងគឺជាអ្វីដើម្បីងាយស្រួលឲ្យខ្លួនឯងងើបពីគេងមកបានស្រួលហើយមុនពេលដែលចូលគេងនឹងមានកម្លាំងចិត្តនៅក្នុងការធ្វើការងារអីផ្សេងឬក៏អានសភៅដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀតហ្នឹងគឺអាចនឹងព្យាយាមសួរខ្លួនឯងបានថាតើមួយថ្ងៃនេះខ្ញុំជួបបញ្ហាអីគេខ្លះខ្ញុំជួបរឿងរ៉ាវអីគេខ្លះព្រឹត្តិការណ៍អ្វីខ្លះយកមកសរសេរនៅក្នុងសៀវភៅណាមួយទៅហើយបន្ទាប់មកទៀតយូរទៅគឺយើងយកមកអានឡើងវិញ reflection ទៅលើខ្លួនឯងអាចមួយខែម្ដង3ខែម្ដងអីចឹងទៅគឺយើងអាចនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់ជាងមុនផងដែរអញ្ចឹងសរុបមកវិញពីខ្ញុំទៅដើម្បីអាចស្គាល់ខ្លួនឯងបានសម្រាប់ខ្ញុំតាមបទពិសោធន៍ជាក់ស្ដែងគឺការដែលចូលរួមនៅក្នុងការ interact ឬក៏និយាយប្រស័យតាក់ទងជាមួយនឹងអ្នកដទៃបូករួមជាមួយនឹងការចូលរួមក្នុងកម្មវិធីផ្សេងហើយគឺមិនទុកចោលទេយកមកសរសេរបន្ថែមជា journaling បន្ថែមដើម្បីឲ្យដឹងថាតើខ្លួនឯងជួបប្រទះអ្វីពេញចិត្តអត់ហើយគិតថាខ្លួនឯងត្រូវអភិវឌ្ឍខ្លួនបែបណាទៀតរហូតដល់ស្វែងយល់ថាអូនេះគឺជាគោលដៅរបស់ខ្ញុំអញ្ចឹងជិត10ឆ្នាំជាងហើយដែលខ្ញុំមាន personal mission មួយនេះហើយខ្ញុំតែងតែអនុវត្តទៅតាម mission ឬមួយក៏គោលដៅរបស់ខ្ញុំនៅក្នុងជីវិតមួយនេះដែរអញ្ចឹងពេលណាដែលឲ្យខ្ញុំមានអារម្មណ៍ថាអូអត់ទេខ្ជិលចង់គេងឬមួយក៏អូអត់ចង់ធ្វើការងារអីគឺខ្ញុំនឹកឃើញរំលឹកខ្លួនឯងថាអត់ទេគោលដៅនៅក្នុងជីវិតរបស់ខ្ញុំគឺបែបនេះហើយក៏ខ្លាយទៅជាកម្លាំងចិត្តនិងឲ្យមាន discipline ផងដែរយើងមិនត្រឹមតែមាន motivation ទេគឺយើងមាន discipline សម្រាប់ខ្លួនឯងទៀតអញ្ចឹងអរគុណច្រើនបងប្អូនពូមីងទាំងអស់គ្នាដែលបានមើលវីដេអូនេះពីដើមដល់ចប់ហើយបើសិនជាចង់ឲ្យខ្ញុំធ្វើវីដេអូអីផ្សេងអាច comment ខាងក្រោមហើយសូមជួយ mention មិត្តភ័ក្តិបងប្អូនកូនក្មួយដែលកំពុងតែគិតថាអូពូគាត់ប្រហែលជាព្យាយាមនៅក្នុងការស្វែងរកខ្លួនឯងស្វែងរកគោលដៅខ្លួនឯងនៅក្នុង comment នេះក៏ដូចជាចែករំលែកវីដេអូមួយនេះជាមួយពួកគាត់ផងអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយទៀតពីនេះខ្ញុំសេងរស់សេដ្ឋាមនី